អ៊ីរ៉ង់និយាយថាអាមេរិកបរាជ័យក្នុងការបើកច្រកសមុទ្រហូម៉ូសឡើងវិញអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថាសហរដ្ឋអាមេរិកបានបរាជ័យក្នុងការបើកច្រកសមុទ្រហូម៉ូសឡើងវិញទោះបីជាអ្វីដែលខ្លួនបានពណ៌នាថាជាល្បិចដដែលខណៈដែលប្រភពយោធាអ៊ីរ៉ង់បាននិយាយថាទីក្រុងតេហេរ៉ង់មានអាវុធទំនើបដែលមិនទាន់ត្រូវបានប្រើប្រាស់ក្នុងសង្គ្រាមនៅឡើយទេយោងតាមការកត់សម្គាល់ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរបស់អ៊ីរ៉ង់ ISNA អនុប្រធានផ្នែកនយោបាយនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC បាននិយាយថាច្រកសមុទ្រហូម៉ូសត្រូវបានបិទក្រោមការបញ្ជាពីមេបញ្ជាការកងទ័ពជើងទឹក IRGC លោក Ali Reza Tangsiri ហើយបានអះអាងថាទីក្រុង Washington បានបរាជ័យក្នុងការកែប្រែស្ថានភាពនេះលោកបានបន្តថាជនជាតិអាមេរិកទោះបីមានល្បិចនឹងការបោកប្រាស់1000ទៀតក៏មិនអាចបើកវាឡើងវិញបាននោះដែរលោកបានបន្ថែមថាកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ទាំងអស់នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយនាពេលអនាគតដោយឡែកប្រភពយោធាអ៊ីរ៉ង់មួយបាននិយាយថាប្រទេសនេះបានបង្កើតអាវុធទំនើបដែលមិនទាន់ប្រើប្រាស់ក្នុងសង្គ្រាមនៅក្នុងសន្ទរកថាទៅកាន់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA Novosti ប្រភពនេះបាននិយាយថាអ៊ីរ៉ង់មិនប្រឈមមុខនឹងការខ្វះខាតផ្នែកយោធាឬសមត្ថភាពការពារទេហើយបានប្រមានថាខ្លួននឹងមិនបង្ហាញការអត់ធ្មត់ក្នុងការប្រឈមមុខដាក់គ្នានាពេលអនាគតណាមួយឡើយនៅព្រឹកថ្ងៃពុធម្សិលមិញនេះអាជ្ញាធរច្រកសមុទ្រប៉ែករបស់អ៊ីរ៉ង់បានប្រកាសអំពីតំបន់ត្រួតពិនិត្យថ្មីនៅច្រកសមុទ្រហូម៉ូសដែលតម្រូវឲ្យនាវាឆ្លងកាត់តំបន់ដែលបានកំណត់ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីរ៉ង់អាជ្ញាធរបាននិយាយថាវិធានការនេះគ្របដណ្ដប់នៅលើផ្លូវសមុទ្ររវាងអ៊ីរ៉ង់និងអារ៉ាប់រួមនៅច្រកចូលខាងកើតនិងខាងលិចទៅកាន់ផ្លូវទឹកយុទ្ធសាស្ត្រភាពតានតឹងក្នុងតំបន់បានកើនឡើងចាប់តាំងពីអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែកុម្ភៈទីក្រុងតេហេរ៉ង់បានសងសឹកជាមួយនឹងការវាយប្រហារសម្ដៅទៅលើអ៊ីស្រាអែលក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្ររួមជាមួយនឹងការបិទច្រកសមុទ្រហូម៉ូសផងដែរបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី8ខែមេសាតាមរយៈការសម្របសម្រួលពីប៉ាគីស្ថានប៉ុន្តែកិច្ចពិភាក្សានៅទីក្រុងអ៊ីស្លាមាបាតបានបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងយូរអង្វែងក្រោយមកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបន្តបទឈប់បាញ់ដោយគ្មានថ្ងៃកំណត់ខណៈដែលរក្សាការបិទផ្លូវលើនាវាដែលធ្វើដំណើរទៅឬមកពីកំពង់ផែអ៊ីរ៉ង់តាមរយៈផ្លូវទឹកយុទ្ធសាស្ត្រសបផ្សាយពាណិជ្ជកម្មនៅវិទ្យុថោន FM 102.25 MHz សូមទំនាក់ទំនងមកលេខទូរស័ព្ទឬ Telegram 010 93 77 77